តើការលួចចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ស្ថាប័នឯកជនឬស្ថាប័នសាធារណៈដោយគ្មានការអនុញ្ញាតជាបទល្មើសព្រហ្មទណ្ឌដែរឬទេយោងតាមមាត្រា427នៃក្រមព្រហ្មទណ្ឌបទចូលទៅដល់ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យបានបញ្ញត្តិថាអំពើចូលទៅដល់ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យដែលទុច្ចរិតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលកាលបើអំពើនោះជាហេតុបណ្ដាលឲ្យមានការលុបបំបាត់ឬកែប្រែទិន្នន័យដែលមាននៅក្នុងប្រព័ន្ធឬឲ្យមានការខូចខាតនៅដំណើរការនៃប្រព័ន្ធបទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ4លានរៀលដូច្នេះការលួចចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ស្ថាប័នឯកជនឬស្ថាប័នសាធារណៈត្រូវផ្តន្ទាទោសតាមមាត្រា427នៃក្រមព្រហ្មទណ្ឌ